ចាសួស្តីនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាចាមានបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំជាមួយនឹងត្រីប្រាបងប្អូនចាសម្រាប់ផ្ទះនាងខ្ញុំគឺថាចូលចិត្តប្រឡាក់ជាមួយនឹងត្រីប្រាហើយត្រីអណ្ដែងខ្លាំងមែនតែនបងប្អូនដោយសារតែពេលដែលយើងអាំងឬក៏យើងចៀនណាបងប្អូនចាគឺឈ្ងុយខ្លាំងហើយឆ្ងាញ់ទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺនាងខ្ញុំចែករំលែកតិចនិចបន្តិចបន្តួចសម្រាប់គ្រួសារខ្លួនឯងណាចាត្រីមុនពេលដែលនាងខ្ញុំយកទៅប្រឡាក់គឺនាងខ្ញុំត្រាំជាមួយទឹកកកកិនហើយអំបិលបងប្អូនចាអំបិលគ្រួសបងប្អូនដាក់អំបិលគ្រួសរៀងច្រើនតិចហើយកូរជាមួយទឹកកកហ្នឹងហើយត្រាំសាច់ត្រីរយៈពេលចាយ៉ាងតិចបំផុតឲ្យបាន1ម៉ោងបងប្អូនចា1ម៉ោងទៅ2ម៉ោងចាំយើងស្រង់ហើយលាងសម្អាតដូចនាងខ្ញុំលាងបែបនេះយើងលាងឲ្យវាចេញជាតិខ្លាញ់ក្នុងត្រីឲ្យអស់ហើយយើងដាក់នៅកញ្ច្រែងដើម្បីសម្រស់ទឹកបងប្អូនចាឲ្យស្ងួតចាំយើងយកមកប្រឡាក់អញ្ចឹងសម្រាប់នៅក្នុងវីដេអូនេះគឺនាងខ្ញុំវល់គ្រឿងច្រើនដោយសារត្រីនាងខ្ញុំច្រើនគីឡូប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនដើម្បីឲ្យងាយស្រួលបងប្អូនដាក់គ្រឿងគឺនាងខ្ញុំប្រាប់ចំនួន2គីឡូត្រីវិញចាអញ្ចឹងចំនួន2គីឡូត្រីបើបងប្អូនចូលចិត្តផ្អែមគឺបងប្អូនដាក់ជាមួយនឹងស្ករស5ស្លាបព្រាបាយតែបើសិនជាបងប្អូនអត់សូវចូលចិត្តញ៉ាំផ្អែមដាក់តែ4ស្លាបព្រាបាយបានហើយចាបន្ទាប់ពីហ្នឹងគឺបងប្អូនដាក់ជាមួយប៊ីចេងហ្នឹងគឺ1ស្លាបព្រាបាយចាជាមួយនឹងម្សៅស៊ុប1ស្លាបព្រាបាយហើយអំបិលកន្លះស្លាបព្រាបាយហើយសម្រាប់ម្ទេសហុយគឺបងប្អូនដាក់តាមចំណង់ចំណូលចិត្តណាហើយបន្ទាប់មកគឺបងប្អូនធ្វើការច្របល់គ្រឿងនេះចាឲ្យសព្វចូលគ្នាតែមួយចាធ្វើបែបនេះពេលដែលយើងយកគ្រឿងនេះទៅប្រឡាក់ជាមួយនឹងសាច់ត្រីគឺសាច់ត្រីរបស់យើងមានរសជាតិស្មើគ្នាតែម្ដងអត់មានកន្លែងខ្លះផ្អែមកន្លែងខ្លះប្រៃអីណាចាដោយសារតែមុនពេលដែលយើងប្រឡាក់ហ្នឹងគឺយើងបានច្របល់គ្រឿងបែបនេះបងប្អូនចាពេលដែលបងប្អូនច្របល់ហើយគឺបងប្អូនអាចមកចាហាន់ជាមួយនឹងសាច់ត្រីរបស់យើងជាកង់បានទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់ដាក់វែងក៏បានចាចង់ហាន់ជាដុំខ្លីៗតូចៗដូចនាងខ្ញុំចេះក៏បានសម្រាប់នាងខ្ញុំគឺនាងខ្ញុំហាន់ឲ្យហើយបែបនេះតែម្ដងចាពេលដែលយើងកាត់ដុំតូចបែបនេះហើយគឺងាយស្រួលក្នុងការអាំងងាយស្រួលក្នុងការចៀនញ៉ាំមែនតែនបងប្អូនពេលដែលយើងហាស្ងួតយើងត្រូវការញ៉ាំគឺថាវាងាយស្រួលមិនបាច់ឲ្យយើងពិបាកក្នុងការកាត់ទៀតណាចាអញ្ចឹងពេលនាងខ្ញុំបានកាត់ត្រីរួចរាល់អស់ហើយគឺនាងខ្ញុំចាប់ផ្ដើមយកមកប្រឡាក់ជាមួយនឹងចាគ្រឿងដែលនាងខ្ញុំលាយបាញ់មិញបងប្អូនចាគឺយើងម៉ាស្សាបែបនេះចាក៏បានន័យថាយើងយកម្ដងហើយយកមកច្របល់បែបនេះចាបងប្អូនធ្វើបែបនេះទើបសាច់ត្រីរបស់យើងទទួលបានជាមួយនឹងរសជាតិស្មើគ្នាបើបងប្អូនច្របល់ម្ដងទាំងអស់ត្រីគឺថាកន្លែងខ្លះគឺអាចមានគ្រឿងច្រើនកន្លែងខ្លះគឺថាគ្រឿងតិចអីចឹងរសជាតិអត់ស្មើគ្នាទេចាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំម៉ាស្សាបែបនេះបងប្អូនណាពីម្ដុំទៅម្ដុំរហូតដល់តែអស់សាច់ត្រីពេលដែលបងប្អូនច្របល់អស់សាច់ត្រីហើយគឺបងប្អូនអាចច្របល់វាចូលគ្នាបន្តទៀតឲ្យរៀងយូរបន្តិចបងប្អូនដើម្បីឲ្យសាច់ត្រីរបស់យើងចូលជាតិបានល្អសំខាន់ពេលដែលសាច់ត្រីរបស់យើងចូលជាតិបានល្អហើយគឺត្រីយើងនឹងគឺពេលដែលយើងហាទៅគឺវាមានសភាពរឹងសាច់បានល្អវាអត់ពុកសាច់ទេបងប្អូនដោយសារគ្រឿងរបស់យើងចូលសពបន្ទាប់ពីបងប្អូនច្របល់បែបហ្នឹងហើយគឺបងប្អូនអាចរៀបដាក់នៅក្នុងទូទឹកកកមួយយប់បងប្អូនចាសម្រាប់នាងខ្ញុំគឺប្រឡាក់ភ្លាមអត់ហាភ្លាមទេគឺនាងខ្ញុំរៀបទុកមួយយប់សិនចាំហាបងប្អូនសាក់លបងធ្វើទាំងអស់គ្នាណា